ការបាត់បង់មិនឲ្យខ្មែរស្គាល់ដែនសមុទ្រនៅពេលដែលខ្មែរអត់ស្គាល់ដែនសមុទ្រតើសៀមវាចំណេញឬក៏វាខាតយើងអត់ដឹងទេពីព្រោះរាជការរបស់យើងបាត់មិនឲ្យយើងដឹងអំពីដែនសមុទ្រខ្ញុំតើអត់ចាប់អារម្មណ៍នឹងអ្នកប្រាជ្ញ2នាក់នឹងទេចង់វាជាដុំអាចអីក៏អត់ខ្វល់ដែរណាអ្នកប្រាជ្ញ2នាក់ហ្នឹងយើងជួលវាឲ្យលុយវាប្រមាណក៏រាជការអត់ប្រាប់យើងដែរកាលណារាជការអត់ប្រាប់យើងអត់ដឹងបើយើងបាត់ក៏យើងអត់ដឹងហើយភាគច្រើនគឺបាត់រយៈកាលកន្លងមកគឺអត់ដែលបានចំណេញទេគឺបានតែបាត់ប៉ុន្តែយើងអត់ដឹងដោយសាររាជការបាត់មិនឲ្យយើងដឹងអាហ្នឹងចឹងមិនឲ្យយើងដឹងណាអាហ្នឹងចឹងនេះគឺជាចំណុចណានេះគឺជាចំណុចតែប៉ុណ្្នឹងទេតើអត់ចាប់អារម្មណ៍អ្នក2នាក់ហ្នឹងទេណាវាជាដុំអាចអីក៏អត់ចាប់អារម្មណ៍ដែរទុកឲ្យរាជការគាត់ធ្វើការអូខេUNCLOS UNCLOS has no dedicated police Sovandarajan ច្បាប់អន្តរជាតិធ្វើទៅតាមបពួកខ្លាំងឬខ្សោយនិងដើរតាមរបត់ប្រែប្រួលនៃនយោបាយពិភពលោកណាសុវណ្ណរាក្មួយដឹងទេថាសៀមវាហ៊ានលុបចោលMOU 44ពីព្រោះវាឃើញការប្រែប្រួលនៃពិភពលោកហើយវាបានវាស់ស្ទង់ច្បាប់ UNCLOS យូរយារណាស់មកហើយនៅពេលដែលរដ្ឋាភិបាលខ្មែរអត់ទាន់ចេះផងចំណុចដែលវាមើលឃើញថាវាអាចចំណេញបានគឺទី1ខ្មែរបាត់បង់មិនឲ្យពលរដ្ឋខ្លួនឯងយល់ដឹងអំពីច្បាប់សមុទ្រនិងដែនសមុទ្រនឹងចំណុចដែលសៀមវាកំពុងតែឃើញទី2វាបានយកឈូងសមុទ្រថៃឡង់ទាំងមូលទៅសិក្សាយូរហើយវាមិនមែនទឹមធ្វើសច្ចាប័នដូចខ្មែរយើងទេវាសិក្សាយូរហើយវាប្រហែលជាគិតថាវាមិនបាត់ប្រយោជន៍វាទេវាមិនបាត់ផលប្រយោជន៍វាទេដោយសារតែវាគិតថាអញ្ចឹងទើបវាលុបចោល MOU ឆ្នាំ2001ណាសវណ្ណរាប៉ុណ្ណឹងចំណែកស្អីទៀតចំណុចដែលជាការខាតបង់របស់ខ្មែរយើងគឺខ្មែរត្រូវគេបិទមិនឲ្យដឹងរឿងដែនសមុទ្រហើយគ្មានខ្មែរណាចេះច្បាប់សមុទ្រច្បាស់លាស់ទេដូច្នេះហើយចំណុចមួយដែលប្រហោងគឺរាជការខ្មែរបានត្រូវរើជាមួយយួនតាំងពីឆ្នាំ82បន្ទាត់មូលដ្ឋាន baseline របស់ខ្មែរគឺយួនអ្នករៀបឲ្យ
សៀមវាឃើញអានោះជាឱកាសរបស់វាឃើញទី1ខ្មែរជិះជាន់ខ្មែរបិទមិនឲ្យដឹងទី2មេដឹកនាំខ្មែរព្រមព្រៀងជាមួយយួនរួចទៅហើយបណ្ណាណីដោយសារអញ្ចឹងវាសង្ឃឹមថាវាមិនខាតទេវាសង្ឃឹមថាវាមិនខាតទេសៀមណារីឯលទ្ធផលពិតខ្មែរយើងអត់ដឹងទេឧទាហរណ៍ថា compulsory conciliation នឹងចប់ឆ្នាំ28ចប់ក៏ពលរដ្ឋខ្មែរអត់ដឹងថាខ្លួនខាតឬចំណេញឬក៏ស្មើដើមទេមិនបានអត់ដឹងថាខាតឬចំណេញឬស្មើដើមពីព្រោះខ្មែរអត់ស្គាល់ដែនសមុទ្ររបស់ខ្លួនព្រោះរាជការគាត់បាត់យើងអត់ដឹងថាយើងខាតឬចំណេញឬក៏ស្មើដើមទេអត់ដឹងហើយបើ2028គេចប់អា compulsory conciliation ហ្នឹងហើយខ្មែរមេដឹកនាំទៅចុះហត្ថលេខាជាន់ develop អាតំបន់ដែលដោះស្រាយគ្នាមិនរួចក៏លុយហ្នឹងចូលកប៉ៅមេដឹកនាំមិនមែនចូលកប៉ៅយើងទេសួរវិញទៀតថាអញ្ចឹងមិនក៏វាសៀមវាចាំបាច់លុបអា MOU ឆ្នាំ2001ទៅអីវាលុបពីព្រោះវាគិតថាវារកចំណេញចុះបើដោះស្រាយតាម compulsory conciliation ទៅខ្មែរចំណេញអត់ដឹងពីព្រោះរាជការបាត់អត់ឲ្យដឹងចុះបើរាជការទៅ enter joint development contract ជាមួយថៃនៅតែថៃវាចំណេញមិនបានដឹងថាថៃចំណេញថៃវាមានប្រដាប់វាគ្រប់សពខ្មែរមានតែក្តោ3ហើយមេដឹកនាំខ្មែរអត់ប្រាប់ប្រជាជនឲ្យដឹងបើសិនណាជាមានអ្នកណាមួយថាកុងត្រាជាមួយថៃខាតគេចាប់ដាក់គុកគេថាបំពុលអញ្ចឹងប្រជាជនខ្មែរអត់មានដឹងអីទេអត់មានដឹងអីទេអត់ដឹងអីទេណាសុវណ្ណតារាហ៊ុនលីសារងលោកតាយល់ឃើញយ៉ាងណាចំពោះវប្បធម៌សាសនារវាងខ្មែរថៃវៀតណាមព្រោះវៀតណាមហាក់មិនសូវដូចខ្មែរថៃបើទោះជាជាប់ព្រំដែនវប្បធម៌សាសនាយួនមានអ្នកកាន់ពុទ្ធសាសនានិងមានអ្នកកាន់គ្រិស្តសាសនាបកកុម្មុយនីសយួនអត់បំផ្លាញជំនឿសាសនាដោយបង្កើតអំពើហិង្សាទេចំណែកឯខ្មែរយួនដាក់7មករាឲ្យហើយ7មករានេះគឺជាថ្នាំងងុយដេកឬក៏ជាគ្រឿងញៀនមួយដ៏សាហាវសម្រាប់បំពុលខ្មែរគ្រប់គ្នាខ្មែរអត់គិតទឹកដីខ្លួនទេគិតឋានសួគ៌ចំណែកនៅថៃពុទ្ធសាសនាកំពុងដាំក្បាលចុះប្រទេសថៃកំពុងតែដើរទៅរកសេចក្តីវិនាសតែតាមមិនវិភាគដោយសារអីដោយសារគេមានអ្នកប្រាជ្ញគេឲ្យទៅខ្វល់អីចំណែកយើងនេះវាអត់មានអ្នកប្រាជ្ញជួយគិតវាមានតែអ្នកប្រាជ្ញជួយលិត
chẳng không kịch bị khmai mình là dây bị thay tràn đâyแต่ไทยកំពុងតែធ្វើដំណើរទៅរកសេចក្តីវិនាសសេដ្ឋកិច្ចដាំក្បាលចុះសាសនាដាំក្បាលចុះអំពើពុករលួយកើនឡើងចោរកម្មឡើងខ្ពស់មែនទែនបងប្អូនដឹងទេនៅស្រុកថៃមានរឿងមួយឈឺក្បាលចិនកុម្មុយនីសមកបើកផ្ទះសំណាក់ណាអាសន្តាគារគេមិនហៅសន្តាគារគេហៅផ្ទះសំណាក់អាហ្នឹងវាតម្លៃថោកចិនដៃគោកមកបើកផ្ទះសំណាក់នៅស្រុកថៃសម្រាប់ជួលឲ្យណាសម្រាប់ជួលឲ្យជនជាតិចិនគ្នាវាដែលមកធ្វើ scam នៅប្រទេសថៃឬក៏មកធ្វើចោរកម្មនៅថៃនៅលើដីថៃពីដើមតាំងណាស់អត់មានអាណាចាយលុយបរទេសបានទេចាយលុយអត់បានទេចាយលុយត្រូវតែចាយលុយបាតឥឡូវថៃអាលួយរឹសចិនដីគោកបើកផ្ទះសំណាក់នៅស្រុកថៃឥឡូវយកលុយយន់ចុយម្រែចុះម៉េចបានថាចិនកុម្មុយនីសអត់យកលុយយន់នៅស្រុកខ្មែរពីព្រោះដុល្លារស្រុកថៃចិនចូលរស់ស៊ីស្រុកថៃលក់នំប៉ាវយកលុយបាតតែបើកហាងអាហារចង់បានលុយយន់ដើម្បីខ្ចប់យកទៅស្រុកចិនអត់ឆ្លងធនាគារទេដល់ប៉ុណ្ណឹងអញ្ចឹងថៃវាកំពុងតែដើរទៅរកសេចក្តីវិនាសតែខ្ញុំមិនសូវយកមកនិយាយពីព្រោះវាជាជាតិគេវាជារឿងរបស់គេអត់បានទេវាជារឿងរបស់គេអាហ្នឹងអញ្ចឹងCap lock ចៅសួរហ្នឹងគឺចាញ់មកខ្ជិល maybe you don't know you are lazy ប្រហែលជាចៅអត់គិតថាខ្លួនឯងខ្ជិលទេតែសំណួរហ្នឹងyour question show that you are not working hard you are lazy ក្មេងកាលណាសួររកតលយៈភាពរវាងជីវិតនិងការងារគឺក្មេងហ្នឹងចង់បានលុយចំណូលស្រួល I can tell that you are not having a very high skill you don't have a high skill មានន័យថាកូនឯងចៅឯងអត់មានជំនាញខ្ពស់ទេតែចៅឯងចេះតែចង់ស្រួលតើអាចធ្វើគេហៅថា assessment ទៅលើអនាគតចៅឯងអត់ធូរទេជីវិតនោះ your life won't get better because you don't have high skill and you are searching to balance your life and your work you cannot balance your life and your work when you don't have a highly professional skill you don't have a professional skill you cannot earn a good living យើងអត់មានជំនាញជាន់ខ្ពស់ហើយយើងខ្ជិលធ្វើការចៅឯងខ្ជិលធ្វើការចៅឯងនឹកឃើញថាពាក្យអង់គ្លេសថា take it easy man ណា one life to live take it easy ឬក៏ពាក្យខ្មែរថាជីវិតមួយសប្បាយខ្លះទៅ
មនុស្សដូចចៅឯងគឺជាក្មេងដែលយល់ឃើញថា work is stressful ខ្ញុំបដៅកូនខ្ញុំទាំងអស់អត់មាន mentality ហ្នឹងទេចៅ cap lock កូនខ្ញុំទាំងអស់អត់មាន mentality ហ្នឹងទេ That is why they are so successful បានជាកូនខ្ញុំហ្នឹងជោគជ័យទាំងអស់ដោយសារវាអត់មាន mentality ហ្នឹងទេ None of my children អត់មានកូនណាមួយមក talk about balance between work and life ទេកូនខ្ញុំ prioritize work for better life ចៅឯងសួររកតុល្យភាពរវាងជីវិតនិងការងារកូនខ្ញុំអត់សួរអានោះទេកូនខ្ញុំដាក់អាទិភាពថាជីវិតរីកចម្រើនកំកាងរុងរឿងអាស្រ័យលើការងារ Better life depends on hard work ហើយ hard work នឹង not physically hard but mentally and professionally hard គឺមិនមែនធ្វើកម្លាំងបាយទេគឺធ្វើប្រាជ្ញានិងចំណេះដឹងតែមានតែការងារទេដែលទៅធ្វើឲ្យជីវិតនឹងបានល្អអញ្ចឹង cap lock I beg you តាមវចៅឯងទម្លាក់អាកំណត់នឹងចោល If you want to succeed in life you must drop that thinking បើចៅឯងចង់ជោគជ័យចៅឯងទម្លាក់អាកំណត់ចៅឯងសួរតានឹងចោលពីព្រោះចៅឯងកំពុងតែមានសារធាតុខ្ជិលខ្លាំងជីវិតចៅឯងមិនបានជោគជ័យទេឥឡូវតឹងណាស់ចៅ So please forgive me អត់ទោសឲ្យតានិយាយត្រង់ចៅឯងចាញ់មកខ្ជិលគ្មានបានជោគជ័យទេទម្លាក់អាខ្ជិលនឹងចោលបានជោគជ័យ Life better life គឺវា stand on the foundation of hard working ហើយ hard working នៅក្នុងទីនេះគឺ professionally work គឺការងារដែលមានវិជ្ជាជំនាញជាន់ខ្ពស់អូខេតានិយាយតែប៉ុណ្្នឹងទេចូលចិត្តតាមដឹងធ្វើម៉េចទេកូន But the way you phrase your statement mean you are not working hard When you're not working hard there is no success waiting for you អត់មានការជោគជ័យណារងចាំចៅទេអត់ទេណាអត់មានជោគជ័យណាអង្គុយចាំចៅឯងទេកូនអត់មានទេ No success is there waiting for you អត់ទេអូខេលោកតាយល់យ៉ាងណាចំពោះរ៉ែនៅកម្ពុជាដែលបានវិនិយោគនានាវាមិនមែនជាការវិនិយោគទេចៅគឺជាការទាញអាជីវកម្មដាក់ហោប៉ៅអ្វីដែលរាជការធ្វើគឺសម្រាប់រាជការមានបានមិនមែនសម្រាប់ប្រទេសទេប្រទេសខ្ចីគេលោកតាមនុស្សមានល្បិចហើយនឹងមនុស្ស fake ខុសគ្នាដូចម្ដេចចៅបន្តរៀនសិនពីព្រោះសំណួររបស់ចៅបានសេចក្តីថាចៅអត់ស្គាល់តលតែសោះអញ្ចឹងចាំស្ដាប់តានិយាយទៅយូរទៅចេះអូខេនឹងអញ្ចឹងFilano de Vespa តើការរលំស្រុកខ្មែរក្នុងដៃសីអនុនោះមានកត្តាអ្វីខ្លះ
តើការយកលុយជាតិមិនគួរសួរអញ្ចឹងទេការដួលអលំគឺសេនុចាយហើយរកលុយអត់បានមូលហេតុទី2គឺនយោបាយចូលដៃជាមួយនឹងយួនកុម្មុយនីសទី3គឺសំបីតែគ្រួសារខ្លួនក៏អត់មានច្រកចេញអត់ចាំបាច់រកកត្តាអីទៀតទេមូលហេតុនៃរឿងហ្នឹងគឺចាយហើយរកលុយអត់បានហើយចូលដៃនយោបាយជាមួយកុម្មុយនីសក្រោយមកក៏កើតសង្គ្រាមទៅវាស្លាប់ទាំងអស់គ្នាទៅទាំងកូនចៅគាត់ទាំងយើងអត់ចាំបាច់សួរកត្តាអីទៀតទេច្បាស់ចេះបើប៉ុណ្្នឹងហើយមិនគ្រប់កត្តាទេ what is wrong with your head មិនបានជា Filano ឯងក៏ឆ្ងល់អីឆ្ងល់ម្លឹងបាននៅមុខហើយណា T food លោកតាសង្កេតមើលតើភាសាអ្វីអាចរកការងារបានល្អបន្ទាប់ពីអង់គ្លេសនិងចិនចេះអង់គ្លេសហើយនៅមុខហ្នឹងអត់ចេះអង់គ្លេសស្ទាត់ទេហើយសួររកភាសាទី3រងាប់អីមើលចៅឯងចេះអង់គ្លេសហើយនៅចិនអញដឹងថាឯងចេះអត់ស្ទាត់ទេយ៉ាងច្រើនចេះនិយាយម៉ាត់ពីម៉ាត់ប៉ុណ្ណឹងឯងមកសួររកភាសាទី3នៅក្នុងខោចៅអង់គ្លេសអត់ចេះទេវាមកសួររកភាសាទី3រកការងារខ្ជិលរករៀនខ្ជិលរៀនភាសាអត់ចេះសួររកភាសាទី3ភាសាក្នុងខោភាសាក្នុងខោដើររកមេម៉ាយណាដែលស្ដុកហ្នឹងតែប្រយ័ត្នលោកធំគេវាយបែកផ្លោករកស៊ីសពកង់មេម៉ាយពីព្រោះមិនចេះអង់គ្លេសផងឲ្យមកសួរអីណារកភាសាទី3អីទៅហើយអានេះសិតតែជោចេញមកជោអត់ដឹងខ្លួនអញ្ចឹងទៅដើរសពឲ្យផ្សព្វផ្សាយអំពីសុខភាពវិញហើយប្រហែលត្រូវដំបងពេកសំមុខវាហើយអាគណៈគ្រូពេទ្យសំពឹកហ្នឹងនោះអាសំពឹកហ្នឹងសំបីតែឆ្លើយក៏ឆ្លើយអត់ត្រូវដែរនេះហើយគេហៅថាវប្បធម៌7មករាតើខ្មែរចេះលើសណាបើខ្មែរចេះលើសវានិយាយត្រូវក៏វាបិទមាត់យើងមិនឲ្យបញ្ចេញចម្លែងទេអាហ្នឹងវាអញ្ចឹងណាលិនកាយលោកតាខ្មែរយើងសម្បូរធនធានធម្មជាតិណាស់អត់ទេកូនយល់ខុសហើយធនធានធម្មជាតិយើងមធ្យមទៅក្រោមបើចៅល្ងងទេរសភៅអានខ្មែរមានអាចអីខ្លះព្រៃឈើគេចាក់កាប់ចិត្តអស់ហើយភ្នំគេកាយចិត្តអស់ហើយមេឃខ្ចីគេជីកចិត្តអស់ហើយរ៉ែប្រេងឆៅចោលវាលួចទៀតត្រីបឹងទលេសាបងាប់ពូជអស់ច្រើនហើយចៅនៅឈួតថាខ្មែរសម្បូរធនធានធម្មជាតិនៅសល់តែក្តរ3ទេចៅភ្ញាក់ខ្លួនឡើងអានឹងហើយចូលអត់ដឹងខ្លួននោះមានស្អីមើលរាប់មើលខ្មែរមានអីខ្មែរសក់ថ្ងៃមានតែក្នុងខោយោល3ហ្នឹងណាវាអស់ទៅហើយពីព្រោះអីពីព្រោះអ្នកកាន់អំណាចគេប្រមូលយកទៅចាយអស់ហើយគេមានលុយគ្នាគេមានលុយយើងនឹងមានអីគេបញ្ចូលយើងរឿងដីឡើងថ្លៃតែម្ដងហ្នឹងឥឡូវអត់មានឡើងថ្លៃទៀតទេអ្នកណាលក់តន់ពេលហ្នឹងបើមិនចេះសន្សំទេចាយអស់
អត់មានអីទៀតទេដូច្នេះឲ្យឈប់ចូលទៅលិនកាយធនធានធម្មជាតិច្រើនមានអីមានដែកប្រមាណតោនមានអូស្មန်ធម្មជាតិប្រមាណតោនមានរ៉ែកម្រប្រមាណមុខមានប្រេងឆៅប្រមាណមានអូស្មန်ប្រមាណនេះហើយដែលហៅថាឆ្កែឆ្ងោកក្នុងទឹកស្រះហើយនឹកខ្លួនថាអាចទៅដល់ឋានព្រះច័ន្ទតែតាមការពិតអត់ស្គាល់ព្រះច័ន្ទទេឃើញតែវងព្រះច័ន្ទក្នុងទឹកថ្លុកទេហើយមកនិយាយថាខ្លួននឹងមានធនធានធម្មជាតិច្រើនមានស្អីតាប្រាប់ខ្មែរយើងមានធនធានធម្មជាតិកណ្ដាលក្រោមក្នុង30ឆ្នាំនេះយើងកាយប្រើអស់គួរសមលើកលែងតែយើងឲ្យគេមកជីកប្រេងបឹងទន្លេសាបហើយបើយើងជីកប្រេងបឹងទន្លេសាបអាហ្នឹងអាលាយស្រុកយើងលុយដាក់កប៉ៅអ្នកកាន់អាចចំណែកខ្មែរស៊ីត្រៃយួនបន្តទៅទៀតឲ្យចេះគិតផងចៅអើយចៅកុំចូលណាកុំចូលណាកុំចូលឲ្យសោះអារឿងស្អីណាខ្មែរមានធនធានធម្មជាតិច្រើនអីកុំចូលសវណ្ណតារា Thailand study UN clause over 10 years man over 10 years ទេឆ្នាំ2025ដកឆ្នាំ1982ចាញ់2025ដក1982ជាង40ឆ្នាំជាង40ឆ្នាំសូម្បីតែទាហានជើងទឹកថៃក៏គេ study UN clause ដែរដោយសារតែគេ study UN clause នឹងហើយបានជាថៃជាន់ប៉ាត្រូលជាមួយនឹងវៀតណាមឆ្នាំ94យើងសពថ្ងៃរាជការឲ្យយើងដឹងទេបាត់បង់នៅសល់ខាតឬចំណេញយើងអត់ដឹងទេយើងអត់ដឹងទេ